ទីមួយមានន័យថាឯកទេសវះកាត់កាយសម្ផស្សនឹងយើងត្រូវដឹងថាវាជាឯកទេសមួយនៅក្នុងក្រសួងសុខាភិបាលការវះកាត់កាយសម្ផស្សគឺវាមិនមែនគ្រាន់តែការវះកាត់ដើម្បីឲ្យមានច្រមុះស្អាតមានភ្នែកស្អាតឬមួយក៏ដើមទ្រូងស្អាតមែនទេតែការវះកាត់កាយសម្ផស្សគឺវាលើសពីអ្វីដែលខ្ញុំធ្លាប់គិតកន្លងមកជំរាបសួរទស្សនិកជនដែលកំពុងតែធ្វើការតាមដានស្ដាប់ក៏ដូចជាទស្សនានៅក្នុងកម្មវិធី KD Beauty Podcast របស់យើងដែលនេះគឺជារដូវកាលទី2ដែលយើងនឹងធ្វើការនិយាយក៏ដូចជាវែកញែកអំពីវឌ្ឍនភាពនៃវិស័យកែសម្ផស្សនៅក្នុងប្រទេសកម្ពុជាផងដែរហើយនៅក្នុងថ្ងៃនេះក៏យើងមានវត្តមានលោកវេជ្ជបណ្ឌិតលីប៊ុនហេងដែលជាវេជ្ជបណ្ឌិតឯកទេសវះកាត់កែសម្ផស្សមួយរូបនៅក្នុងប្រទេសកម្ពុជាអញ្ចឹងជាដំបូងសូមធ្វើការជម្រាបសួរលោកគ្រូបាទជម្រាបសួរបាទតាមដែលខ្ញុំស្គាល់លោកគ្រូកន្លងមកគឺលោកគ្រូគឺជាវេជ្ជបណ្ឌិតឯកទេសវះកាត់កែសម្ផស្សមួយរូបដែលមានស្នាដៃក៏ដូចជាលទ្ធផលដែលលោកគ្រូបានធ្វើការវះកាត់ជូនអ្នកជំងឺក៏ដូចជាអតិជនដែលគាត់បានធ្វើការវះកាត់ជាមួយលោកគ្រូហើយគឺលទ្ធផលចេញទៅគឺគួរជាទីគាប់ចិត្តគឺមានលទ្ធផលស្អាតហើយគាត់ពេញចិត្តជាមួយលទ្ធផលរបស់គាត់មែនទែនដែលឡែកនៅក្នុងថ្ងៃនេះដឹងពីស្នាដៃលោកគ្រូហើយដឹងពីលទ្ធផលដែលលោកគ្រូធ្វើបានហើយប៉ុន្តែរឿងមួយដែលចង់ដឹងតាក់ទងជាមួយនឹងលោកគ្រូនោះគឺប្រវត្តិនៃការសិក្សារបស់លោកគ្រូផ្ទាល់តែម្ដងលោកគ្រូបាទសូមអរគុណនឹងឲ្យឱកាសនេះដែរមានន័យថាខ្ញុំបាននិយាយតាក់ទងទៅនឹងប្រវត្តិផ្ទាល់ខ្លួនតាក់ទងនឹងការសិក្សារបស់ខ្ញុំតាមពិតទៅក្នុងនាមជាវិជ្ជបណ្ឌិតឯកទេសមួយរូបមានន័យថាយើងត្រូវឆ្លងកាត់ការរៀនជានិស្សិតពេទ្យជាក់ស្ដែងនៅរូបខ្ញុំផ្ទាល់ខ្ញុំរៀននៅសាលាសាកលវិទ្យាល័យជាសាស្ត្រសុខាភិបាលដែលគេហៅកាត់ថាសាលាក្រហមគឺទីមទីឲ្យយើងរៀន basic វេជ្ជសាស្ត្រយើងរៀនពីឆ្នាំទី1ដល់ឆ្នាំទី6បន្ទាប់មកនៅពេលដែលយើងចប់ឆ្នាំទី6ហ្នឹងគឺសាលាហ្នឹងគេមានការប្រឡងជ្រើសរើសឯកទេសដែលចំនួនឯកទេសហ្នឹងវាមានច្រើនអាចនឹង20ជាងឯកទេសនៅសាលាហ្នឹងលោកគ្រូអាចធ្វើការរៀបរាប់ត្រួសបានទេថានៅប្រទេសកម្ពុជាយើងមានឯកទេសអីគេខ្លះយើងមានច្រើនក៏ប៉ុន្តែយើងបែងចែកជាធំ4ទី1យើងមានផ្នែកឯកទេសកុមារឯកទេសសម្ភពរោគស្ត្រីហើយបើផ្នែកវេជ្ជសាស្ត្រទេយើងមានជំងឺសួតជំងឺបេះដូងជំងឺកាពះពោះវៀនជំងឺអីច្រើនហើយបើផ្នែកវះកាត់មកវិញយើងអាចមាន6ធំទី1គឺការវះកាត់គេហៅសោភ័ណ្ឌសោយសាស្ត្រដែលជាជំនាញរបស់ខ្ញុំមានន័យថាការវះកាត់កាយសម្ផស្សយើងមានការវះកាត់ប្រព័ន្ធខួរក្បាលខួរឆ្អឹងខ្នងយើងមានឯកទេសវះកាត់តម្រងនោមយើងមានឯកទេសវះកាត់ជំងឺកូនក្មេងយើងមានឯកទេសគេហៅវះកាត់ទូទៅឬក៏វះកាត់គ្រឿងក្នុងយើងមានឯកទេសមួយទៀតហ្នឹងគឺឯកទេសបែកបាក់ឆ្អឹងដៃឆ្អឹងជើងអូខេលោកគ្រូស្ដាប់មកទៅគឺមុខជំនាញគ្រាន់តែយើងថាវិស័យសុខាភិបាលមួយមុខប៉ុន្តែមានបែងចែកជាផ្នែកផ្សេងដាច់ឡែកពីគ្នាដែលឡែកលោកគ្រូធ្វើការជ្រើសរើសយកវិស័យមានន័យថាមុខវិជ្ជាសោភ័ណ្ឌសុលយសាស្ត្រហើយលោកគ្រូឯកទេសវះកាត់កាយសម្ផស្សហ្នឹងហើយយើងនិយាយភាសាសាមញ្ញដែលស្រួលស្ដាប់គឺឯកទេសវះកាត់កាយសម្ផស្សអញ្ចឹងលោកគ្រូចាំបានទេថានៅក្នុងការសិក្សាហ្នឹងមានន័យថាបន្ទាប់ពីយើងរៀន basic រយៈពេល6ឆ្នាំហើយយើងតម្រូវឲ្យធ្វើការរៀនឯកទេសរយៈពេល4ឆ្នាំទៀតឯកទេសនឹងមានន័យថាបើសិនជាយើងចប់ឆ្នាំទី6យើងប្រឡងជាប់ឯកទេសយើងបន្តការសិក្សាថ្នាក់ឯកទេសយើងនឹងចំនួនរយៈពេល4ឆ្នាំ4ឆ្នាំបន្តទៀតអញ្ចឹង4ឆ្នាំឯកទេសហ្នឹងគឺយើងសិក្សាផ្ទាល់នៅប្រទេសកម្ពុជាយើងនៅសាលាហ្នឹងផ្ទាល់តែម្ដងគឺមួយក៏លោកគ្រូបន្តការសិក្សានៅបរទេសដែរវាមានករណីពីរបែបជាទូទៅបន្ទាប់ពីយើងរៀនចប់ប្រឡងជាប់ថ្នាក់ឯកទេសហើយការសិក្សាមានរយៈពេល4ឆ្នាំមានន័យថាយើងត្រូវរៀនទាំងផ្នែកទ្រឹស្ដីនិងការចុះអនុវត្តផ្ទាល់តាមទីពេទ្យនានាក្នុងស្រុកខ្មែរបើសិនជាចប់ឆ្នាំទី3និស្សិតសាលាក្រហមគឺគាត់មានឱកាសមួយដោយសារតែខាងសាលានឹងគាត់មានទំនាក់ទំនងជាមួយខាងប្រទេសបារាំងអញ្ចឹងគាត់មានប៉ុស្តិ៍សម្រាប់និស្សិតឯកទេសបើសិនជាយើងចប់ឆ្នាំទី3ហើយគាត់ដាក់ឯកសារដាក់ដូសៀទៅគាត់អាចជាប់មានប៉ុស្តិ៍ស្តារៀនតនៅប្រទេសបារាំងនឹងគាត់ទៅបន្តការសិក្សាបញ្ចប់ការសិក្សានៅប្រទេសបារាំងនឹងរយៈពេល1ឆ្នាំបើសិនជានិស្សិតឯកទេសដែលគាត់អត់បានជាប់ទេគឺគាត់បន្តឆ្នាំទី4ឲ្យគ្រប់4ឆ្នាំនៅក្នុងស្រុកខ្មែរជាក់ស្ដែងដូចខ្ញុំអញ្ចឹងពេលដែលខ្ញុំចប់ឆ្នាំទី3ហើយសាលាហ្នឹងគឺគាត់មានប៉ុស្តាមួយសម្រាប់ផ្នែកឯកទេសវះកាត់កាយសម្ផស្សខ្ញុំហ្នឹងនៅប្រទេសបារាំងទីក្រុងប៉ារីសហើយជាសំណាងល្អខ្ញុំបានទទួលបានប៉ុស្តិ៍ហ្នឹងហើយក៏ខ្ញុំ
ទៅបន្តការសិក្សានៅប្រទេសបារាំងហ្នឹងរយៈពេល1ឆ្នាំគឺឆ្នាំទី4របស់ខ្ញុំ អូខេលោកគ្រូស្ដាប់ប្រវត្តិលោកគ្រូគឺជក់ចិត្តមែនតើអញ្ចឹងតាមដែលខ្ញុំស្ដាប់មានន័យថាយើងប្រឡងនៅស្រុកខ្មែរយើងរយៈពេល4ឆ្នាំនៅក្នុងការប្រឡងហ្នឹងខ្ញុំអាចដឹងបានលោកគ្រូអាចស្មានបានទេថាចំនួននិស្សិតដែលគាត់ដាក់ពាក្យប្រឡងយកឯកទេសសម្ព័ន្ធសុលយៈសាស្ត្រដែលហៅថាកែសម្ផស្សនៅក្នុងស្រុកខ្មែរហ្នឹងមានចំនួនប្រមាណអ្នកហើយលោកគ្រូជាប់លេខរៀងទីប្រមាណដើម្បីទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ដោយសារវារយៈពេលយូរដែរអញ្ចឹងបេក្ខជនខ្ញុំអត់ចាំទេគាត់ថាបើកាលជំនាន់ខ្ញុំប្រឡងវាប្រហាក់ប្រហែល30 40នាក់អីអញ្ចឹងអ្នកដែលគាត់ដាក់ពាក្យដើម្បីប្រឡងប្រជែងយកឯកទេសខាងកែសម្ផស្សនឹង គេជ្រើសរើសយកប៉ុន្មានដែរលោកគ្រូ ជំនាន់ខ្ញុំហ្នឹងគឺគេជ្រើសរើសយក5នាក់ អូខេហើយចុះលោកគ្រូជាប់លេខរៀងទីប្រហែលដែរ កាលហ្នឹងខ្ញុំបានជាប់ម្នាក់ក្នុងចំណោម5នាក់នឹងដែរហើយសំណាងមួយទៀតហ្នឹងមានតែខ្ញុំជាប់លេខ1ខ្ញុំក៏ទទួលបានឱកាស លោកគ្រូប្រឡងជាប់លេខ1 បាទ ហើយអស្ចារ្យមែនតើលោកគ្រូហ្នឹងហើយខ្ញុំអាចនិយាយថានេះមិនមែនជាសំណាងទេនេះមិនមែនជាសំណាងទេវាតាក់ទងជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកគ្រូផ្ទាល់តែម្ដងព្រោះអីបើសិនបើយើងពឹងផ្អែកលើសំណាងយើងអត់មានការខិតខំប្រឹងប្រែងសិក្សាក៏យើងមិនបានចំណាត់ថ្នាក់លេខ1ក្នុងចំណោម5នាក់នេះដែរ វាជាកត្តារួមផ្សំដែរបាទហើយសំណាងមួយទៀតហ្នឹងមានន័យថាអ្នកដែលជាប់លេខ1តាមថ្នាក់ឯកទេសហ្នឹងគឺសម្ដេចតេជោហ្នឹងគឺគាត់ផ្ដល់អាហារូបករណ៍ជូនរយៈពេល4ឆ្នាំមានថាគាត់អ្នកចេញលុយបង់សាលាសម្រាប់ការសិក្សារបស់យើងហ្នឹង4ឆ្នាំនៅស្រុកខ្មែរ វ៉ាវល្អខ្លាំងមែនតើនិយាយទៅសំណាងបូកផ្សំជាមួយនឹងការខំប្រឹងប្រែងរបស់លោកគ្រូអញ្ចឹងមានន័យថា4ឆ្នាំហ្នឹងគឺយើងអត់បង់ថ្លៃសាលាទេនិយាយសួរស្ដាប់ហើយគឺពេលដែលយើងខិតខំប្រឹងប្រែងទៅយើងនឹងបានអាហារូបករណ៍អញ្ចឹងបងប្អូនសិស្សានុសិស្សដែលគាត់មានបំណងចង់ចាប់យកឯកទេសមួយនេះក៏ដូចជាគាត់ចង់ទទួលបានអាហារូបករណ៍អាចធ្វើការស្ដាប់តាក់ទងជាមួយនឹងប្រវត្តិក្នុងការសិក្សារបស់លោកគ្រូបាននេះគឺជាភាពជោគជ័យមួយនៅក្នុងការសិក្សារបស់លោកគ្រូហើយមួយវិញទៀតបន្ទាប់ពីលោកគ្រូចប់4ឆ្នាំ3ឆ្នាំទៅហើយលោកគ្រូបាទមែនតើទៅយើងតម្រូវរៀន4ឆ្នាំក៏ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងនៅពេលដែលខ្ញុំចប់ឆ្នាំទី3សាលាគាត់មានប៉ុស្តិ៍មួយស្ថាននៅប្រទេសបារាំងសម្រាប់ផ្នែកកែសម្ផស្សនឹងហើយខ្ញុំក៏បានជាប់ប៉ុស្តិ៍នឹងសាលាផ្ដល់មានន័យគាត់ជ្រើសរើសយកខ្ញុំដើម្បីទៅបន្តការសិក្សាការស្តារនៅប្រទេសបារាំងរយៈពេល1ឆ្នាំដើម្បីបញ្ចប់ថ្នាក់ឯកទេសឆ្នាំទី4របស់ខ្ញុំនឹងនៅប្រទេសបារាំងខ្ញុំអាចស្គាល់បានទេថានៅប្រទេសបារាំងលោកគ្រូបានរៀននៅសាលាមួយណាដែរនៅក្នុងប្រទេសបារាំងលោកគ្រូខ្ញុំជាប់ប៉ុស្តិ៍ដែលខ្ញុំជាប់ទៅនឹងគឺនៅប្រទេសបារាំងទីក្រុងប៉ារីសហើយមែនតើទៅតាក់ទងនឹងការរៀនពេលដែលយើងទៅដល់ស្រុកបារាំងយើងអត់មានរៀនទេគឺយើងទៅអនុវត្តផ្ទាល់ហើយអនុវត្តហ្នឹងគឺនៅមន្ទីរពេទ្យបាទគាត់ថាតម្រូវយើងចុះឈ្មោះដែរជាក់ស្ដែងខ្ញុំចុះឈ្មោះនៅសាកលវិទ្យាល័យប៉ារីសគឺដើម្បីទទួលបាននៅពេលដែលយើងបញ្ចប់ស្តារយើងជាប់ប្រឡងជាប់ហើយយើងបានឌីប្លូមបានសញ្ញាបត្រក៏ប៉ុន្តែការរៀនសូត្រអត់មានទេគឺយើងធ្វើការនៅមន្ទីរពេទ្យតែម្ដងគេហៅថាចុះស្តារផ្ទាល់តែម្ដងធ្វើតែម្ដងគឺយើងធ្វើការដូចក្នុងនាមជាគ្រូពេទ្យម្នាក់ដែរអូខេមានន័យថាគេផ្សំយើងជាវិជ្ជបណ្ឌិតតែម្ដងដល់ពេលយើងមកចេញមកអនុវត្តនៅប្រទេសកម្ពុជាមានន័យថាយើងស៊ាំជាមួយនឹងការវះកាត់យើងមានន័យថាយើង expert តាក់ទងជាមួយនឹងការវះកាត់កែសម្ផស្សហ្នឹងហើយអញ្ចឹងត្រឡប់ទៅដល់ក្នុងប្រទេសបារាំងខ្ញុំជឿជាក់ថានិស្សិតខ្មែរយើងគឺការរស់នៅក៏ដូចជាការសិក្សាពេលដែលយើងផ្លាស់ប្ដូរពីប្រទេសកម្ពុជាទៅក្នុងប្រទេសបារាំងព្រោះនេះខ្ញុំចង់ឲ្យលោកគ្រូចែកម្លែកតាក់ទងមួយការលំបាកមានភាពលំបាកក៏ដូចជាឧបសគ្គដែលលោកគ្រូជួបនៅក្នុងអំឡុងពេលដែលយើងសិក្សាក៏ដូចជាអនុវត្តនៅប្រទេសបារាំងនោះលោកគ្រូមានជួបផលលំបាកអីខ្លះដែរបើសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ហ្នឹងដោយសារតែខ្ញុំទៅបន្តការសិក្សាហ្នឹងគឺនៅកំឡុងឆ្នាំ2020អញ្ចឹងវាមានរឿងពីរទី1មានអាភាពលំបាកផ្ទាល់ខ្លួនទី2ហ្នឹងគឺមានន័យថាយើងដឹងស្រាប់ហើយនៅក្នុងឆ្នាំ2020គឺយើងមានផ្ទុះកូវីដអាហ្នឹងវាជាភាពលំបាកមួយ challenge ខ្លាំងមែន challenge ខ្លាំងបាទបើតាក់ទងនឹងបទពិសោធន៍ផ្ទាល់ខ្លួនជាធម្មតាដោយសារតែនៅខាងស្រុកអឺរ៉ុបមានន័យថាទាំងអាកាសធាតុទាំងវប្បធម៌
ទាំងភាសាទាំងអីគឺវា challenge ទាំងអស់សម្រាប់យើង ប៉ុន្តែពេលដែលនៅម្លងពេលនៅស្រុកខ្មែរលោកគ្រូមានរៀនភាសាបារាំងខ្លះដែរទេគ្រូ អាហ្នឹងគឺយើងរៀនជាក់ស្ដែងនៅសាលាខ្ញុំហ្នឹងគឺយើងប្រើប្រាស់ភាសាបារាំងហើយមែនតើដើម្បីគ្រប់ criteria សម្រាប់យើងបន្តការសិក្សាដាក់ឯកសារទៅរៀននៅបារាំងបានហ្នឹងលុះត្រាតែយើងជាប់គេហៅថាសញ្ញាបត្របញ្ជាក់ភាសាបារាំងមួយដែលយើងអាចនិយាយបានដែលគេហៅថាហោចណាស់ក៏ Del B2 ឡើងដែរដើម្បីយើងអាចទៅបន្តការសិក្សានៅបារាំងបាន អញ្ចឹងភាសាបារាំងលោកគ្រូរៀននៅសាលានឹងផ្ទាល់តែម្ដងឬមួយក៏មានជាការសិក្សាខាងក្រៅបន្ថែម ពីថ្នាក់ទូចមកសាលាគាត់មានម៉ោងគួរសម្រាប់យើងរៀនភាសាបារាំងដែរក៏ប៉ុន្តែយើងអាចរៀនក្រៅថែមជាក់ស្ដែងដូចយើងរៀននៅអាយ៉ងឬក៏រៀនជាមួយនឹងគ្រូផ្សេងដែលគាត់បើកថ្នាក់បរិញ្ញាភាសាបារាំងដែរ អញ្ចឹងងាកត្រឡប់មកពីប្រវត្តិសិក្សារបស់លោកគ្រូដដែលក្នុងដំណើរការដើម្បីក្លាយទៅជាវេជ្ជបណ្ឌិតឯកទេសមួយរូបនេះតើមានដំណើរការប្រឡងបែបម៉េចត្រូវចុះស្តារបែបម៉េចលោកគ្រូអាចជួយចែកម្លែកពីបទពិសោធន៍កាលដែលចំនួនលោកគ្រូនៅជានិស្សិតទេលោកគ្រូ បាទខ្ញុំចែកម្លែកមួយដំបូងចុះទី1មានន័យថាឯកទេសវះកាត់កាយសម្ផស្សនឹងយើងត្រូវដឹងថាវាជាឯកទេសមួយនៅក្នុងប្រព័ន្ធក្រសួងសុខាភិបាលបាទលោកគ្រូមានថាយើងរៀនឯកទេសដូចត្រូវរៀនត្រូវប្រឡងដោយឯកទេសទូទៅអញ្ចឹងតាក់ទងថាដើម្បីទទួលបានឯកទេសហ្នឹងទី1យើងត្រូវរៀន basic 6ឆ្នាំបន្ទាប់មកនៅពេលដែលចប់ឆ្នាំទី6ហ្នឹងគឺយើងត្រូវប្រឡងជ្រើសឯកទេសដែលយើងពេញចិត្ត បាទលោកគ្រូបើសិនជាឲ្យមែនទៅបើសិនជាអត់ស្គាល់លោកគ្រូអត់ស្គាល់ពីវិស័យកែសម្ផស្សពីដើមមកជាផ្នត់គំនិតខ្ញុំដែលជាអ្នកមិននៅក្នុងវិស័យហ្នឹងខ្ញុំគិតថាកែសម្ផស្សគេអត់មានជាការរៀន6ឆ្នាំឬមួយក៏4ឆ្នាំអីដូចដុកទ័រទូទៅអីខ្ញុំគិតថាអូខេអ្នកខ្លះគាត់មានលុយគាត់ចាប់ដុកទ័រធម្មតាក៏អាចចេះវះចេះអីក៏គាត់អាចធ្វើការកែសម្ផស្សនឹងបានដែរនេះគឺជាអ្វីដែលខ្ញុំយល់កន្លងមកដែរមិនមែនជាអ្នកនៅក្នុងវិស័យមួយហ្នឹងដល់ពេលបានស្ដាប់លោកគ្រូនិយាយពីប្រវត្តិហើយមានន័យថាឯកទេសវះកាត់កែសម្ផស្សនៅស្រុកខ្មែរយើងមានហើយមានច្រើនមានសិស្សនិស្សិតយើងគាត់ចង់រៀនអានឹងច្រើនទៀតអញ្ចឹងណាលោកគ្រូបាទអញ្ចឹងលោកគ្រូអាចបន្តទៅទៀតបានហ្នឹងហើយមានន័យថាយើងចប់ឆ្នាំទី6យើងប្រឡងហ្នឹងគឺប្រឡងជ្រើសឯកទេសដែលយើងស្រឡាញ់ជាក់ស្ដែងដូចបើឯកទេសកែសម្ផស្សដូចខ្ញុំអញ្ចឹងយើងប្រឡងគេអាចសាលាគេមានកំណត់ចំនួនជ្រើសរើសអញ្ចឹងបន្ទាប់ពីយើងប្រឡងជាប់មួយក្នុងចំណោមចំនួនដែលគេជ្រើសរើសហើយមានន័យថាយើងត្រូវបន្តការសិក្សា4ឆ្នាំដែលការបន្តការសិក្សាហ្នឹងគឺយើងមានទាំងការរៀនផ្នែកទ្រឹស្ដីនៅសាលាហើយនឹងការចុះអនុវត្តផ្ទាល់ការចុះស្តារហ្នឹងទៅតាមទីពេទ្យជាក់ស្ដែងដូចវះកាត់កាយសម្ផស្សអញ្ចឹងមានណាមួយឆ្នាំ2ឆ្នាំដំបូងយើងត្រូវ star ទូទៅទាំងអស់ផ្នែកវះកាត់ដើម្បីយកជា basic បន្ទាប់មកឆ្នាំទី3ទី4គឺអាចនឹង star ស៊ីជម្រៅតាក់ទងនឹងឯកទេសរបស់យើងហើយរាល់ការ star មួយគឺមានការវិតម្លៃទៅតាមទីពេទ្យមានថាតើយើង star នឹងយើងចំណាយពេលយើងប្រឹងប្រែងមែនតើដើម្បីឲ្យការ star យើងនឹងគេហៅជាប់ validate បន្ទាប់មកយើងប្រឡងទ្រឹស្ដីនៅសាលារៀនយើងនឹងគឺរាល់ឆងមាសបញ្ចប់រហូតដល់ឆ្នាំទី4អាចថាអ្នកខ្លះក៏គាត់មានឱកាសបន្តទៅបារាំងបើអ្នកអត់បន្តនៅបារាំងគឺគាត់សិក្សាស្រុកខ្មែរបន្ទាប់ពីចប់ឆ្នាំទី4ហើយយើងត្រូវប្រឡងចេញហ្នឹងគឺយើងត្រូវប្រឡងឲ្យជាប់បញ្ចេញថ្នាក់ជាតិថ្នាក់ឯកទេសនឹងម្ដងទៀតហើយដើម្បីខ្លាយជាគ្រូពេទ្យឯកទេសពេញលេញមែនតើនឹងមានន័យថាពេលដែលយើងចប់ហើយគឺយើងត្រូវធ្វើនិក្ខេបបទមានន័យយើងត្រូវធ្វើតែនៅពេលដែលយើងឡើងការពារតែជោគជ័យនោះបានយើងខ្លាយទៅជាគ្រូពេទ្យជាវិជ្ជាបណ្ឌិតឯកទេសពេញលេញតែម្ដងបាទស្ដាប់ហើយគឺជក់ចិត្តខ្លាំងមែនទេលោកអញ្ចឹងខ្ញុំត្រឡប់ទៅកន្លែងលោកគ្រូថាយើងមានការចុះស្តារតាមមន្ទីរពេទ្យទៀតត្រូវហ៎ការចុះស្តារហ្នឹងតម្រូវឲ្យយើងត្រូវទទួលបាន good score មានន័យថាយើងទទួលបានបន្ទុកល្អពីខាងមន្ទីរពេទ្យមកដើម្បីយកហ្នឹងទៅដាក់នៅសាលាទៀតទេលោកគ្រូតាមពិតវាជាការវិតម្លៃពីខាងគ្រូបង្គោលរបស់យើងនៅមន្ទីរពេទ្យទេមានន័យថាបើយើងទៅស្តារនៅមន្ទីរពេទ្យមួយនៅផ្នែកណាមួយផ្នែកវះកាត់ណាមួយជាធម្មតាគាត់នឹងមើលការវះកាត់របស់យើងគាត់បង្វឹកការវះកាត់របស់យើងដើម្បីឲ្យយើងស្ទាត់នៅក្នុងជំនាញវះកាត់នឹងបើសិនជាឧទាហរណ៍ថាយើងទៅហើយយើងស្តារអត់ដិតដល់យើងកិច្ចយើងអីលួចខ្ជិលលួចអីហ្នឹងគ្រូគាត់អាចមានសិទ្ធិអត់ឲ្យយើងជាប់បានហើយមែនតើទៅក៏តាក់ទងនឹងសមត្ថភាពរបស់យើងដែរមានថាតើយើងប្រឹងខ្លាំងមែនតើនៅក្នុងថ្នាក់ឯកទេសនឹងយើងស្តារទៅតាមគោលការណ៍ផងយើងទៅក្រៅម៉ោងផងយើងយាមក្រៅម៉ោងផងដើម្បីយើងបានចេះបាទលោកគ្រូហ្នឹងហើយគឺដើម្បីក្លាយជាវិជ្ជបណ្ឌិតឯកទេសម្នាក់គឺយើងត្រូវលុតដំខ្លួនឯងខ្លាំងមែនតើពួកអីតាក់ទងជាមួយការកែសម្ផស្សបើយើងនិយាយឲ្យសួរស្ដាប់ទៅមានថាយើងធ្វើការ
កែសម្ផស្សផ្លាស់ប្ដូរទម្រង់មុខមនុស្សឲ្យទៅជាមនុស្សស្អាតជាស្រីស្រស់ប្រុសស្អាតអីចឹងណាលោកគ្រូអញ្ចឹងអាហ្នឹងគឺយើងប្រឈមមុខខ្លាំងដូចការវះកាត់អាយុជីវិតគេដូចគ្នាដែរលោកគ្រូ អូខេបាទហើយត្រង់នេះគឺខ្ញុំចង់បញ្ចូលបន្តិចដែរមានន័យថាឯកទេសរបស់ខ្ញុំដូចនៅស្រុកគេអញ្ចឹងមានន័យថាវះកាត់កាយសម្ផស្សអញ្ចឹងមិនមែនជាជំនាញមួយមានន័យថាអូយើងទៅស្តាហ្នឹងយើងធ្វើការវះកាត់កាយសម្ផស្សកាយរូបរាងឲ្យតែស្អាតប៉ុណ្ណឹងឯងចាលោកគ្រូពេញមែនតើមានន័យថាជាការឯកទេសមួយដែលយើងធ្វើការវះកាត់កាយរូបរាងកាយលម្អស្ដារលទ្ធភាពពលកម្មហើយនិងកាយសម្ផស្សលោកគ្រូអាចចែករំលែកឧទាហរណ៍ខ្លះៗក្នុងអំឡុងពេលស្តានលោកគ្រូធ្វើការវះកាត់លើករណីអីគេខ្លះដែរបាទជំនាញទៅតាមទីពេទ្យជាក់ស្ដែងមានន័យថាបើយើងធ្វើការនៅមន្ទីរពេទ្យរដ្ឋយើងហ្មងកាយសម្ផស្សធ្វើភ្នែកធ្វើច្រមុះអីអត់សូវមាននេះក៏ប៉ុន្តែយើងវះកាត់ផ្នែកកាយលម្អរូបរាងច្រើនជាក់ស្ដែងដូចអ្នកជំងឺដែលគាត់មានការដាច់សរសៃពួរដាច់សរសៃឈាមដាច់សរសៃវិញ្ញាណអីអាដែលយើងត្រូវការជួសជុលដេតហ្នឹងគឺជំនាញរបស់ខាងផ្នែកកាយសម្ផស្សនឹងមួយតែជំងឺអ្នកខ្លះគាត់មានរបួសធំត្រូវការក្របស្បែកត្រូវការប្រវល់សាច់មកក្របតិចតាក់ទងជាមួយដាច់សរសៃពួរនោះមានថាយើងធ្វើការវះកាត់តសរសៃត្រូវហើយលោកគ្រូបាទហើយវាជាឯកទេសរបស់ប៉ុន្តែសរសៃឈាមយើងតូចខ្លាំងណាស់លោកគ្រូតូចមែនតើការវះកាត់ហ្នឹងគេហៅថា micro surgery មានន័យថាគ្រូពេទ្យវះកាត់ហ្នឹងត្រូវការប្រើប្រាស់សម្ភារៈទូចចេះទូចមែនតើហើយត្រូវការពាក់លូបកែវមង្រីកដើម្បីធ្វើវាបានបាទលោកគ្រូបាទយ៉ាស្ដាប់ទៅគឺចាប់អារម្មណ៍ខ្លាំងមែនតើលោកគ្រូហើយយើងមានផ្នែកផ្សេងទៀតដូចជាការវះកាត់តាក់ទងនឹងការបាក់ឆ្អឹងនៅប្រអប់ដៃការបែកបាក់ឆ្អឹងមុខក៏ឯកទេសខាងកាយសម្ផស្សហ្នឹងគាត់ធ្វើដែរផ្នែករលាកផ្នែកដែលយើងនិយាយថាដុំសាច់នៅលើស្បែកដុំមហារីកដុំអីហ្នឹងដែលត្រូវការកាត់ចេញហើយត្រូវការក្របប្រវល់សាច់ក្របអីគឺតាក់ទងទៅនឹងផ្នែកកាយសម្ផស្សយើងជាអ្នកធ្វើដែរបន្ទាប់ពីបានស្ដាប់លោកគ្រូធ្វើការបកស្រាយហើយគឺខ្ញុំមានអារម្មណ៍ថាការវះកាត់កាយសម្ផស្សគឺវាមិនមែនគ្រាន់តែការវះកាត់ដើម្បីឲ្យមានច្រមុះស្អាតមានភ្នែកស្អាតឬមួយក៏ដើមទ្រូងស្អាតមកទេប៉ុន្តែការវះកាត់កាយសម្ផស្សគឺវាលើសពីអ្វីដែលខ្ញុំធ្លាប់គិតកន្លងមកអ្វីដែលខ្ញុំធ្លាប់បានយល់កន្លងមកគឺការវះកាត់កាយសម្ផស្សមិនត្រឹមតែឲ្យយើងស្អាតទេហើយថែមទាំងជួសជុលទៅលើបញ្ហាដែលយើងមានការបែកបាក់មានការខូចមានការអីចឹងទៅបាទជ្រាបច្បាស់ខ្លាំងមែនទែនលោកគ្រូការចែករំលែកក៏ដូចជារបស់ការបញ្យល់របស់លោកគ្រូគឺធ្វើឲ្យខ្ញុំកាន់តែជ្រាបច្បាស់តាក់ទងជាមួយនឹងគេហៅថាវិស័យសុភ័ណ្ឌសុរិយសាស្ត្រក៏ដូចជាការវះកាត់កាយសម្ផស្សនៅប្រទេសកម្ពុជាយើងផងដែរបាទអរគុណលោកគ្រូចំពោះវត្តមានដ៏មានតម្លៃដែលលោកគ្រូបានធ្វើការចំណាយពេលចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍ក៏ដូចជាការសិក្សារបស់លោកគ្រូដើម្បីក្លាយជាវេជ្ជបណ្ឌិតឯកទេសវះកាត់កាយសម្ផស្សមួយរូបនៅក្នុងប្រទេសកម្ពុជាគឺយើងមានការឆ្លងកាត់វគ្គបណ្ដុះបណ្ដាលខ្លាំងមែនទែនមិនថានៅស្រុកខ្មែរក៏ដូចជានៅប្រទេសបារាំងទេហើយខ្ញុំជឿជាក់ថាវីដេអូនេះគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់បងប្អូនសិស្សានុសិស្សដែលគាត់មានបំណងចង់ក្លាយទៅជាវេជ្ជបណ្ឌិតឯកទេសវះកាត់មួយរូបដែលមានសមត្ថភាពក៏ដូចជាមានទេពកោសល្យដោយលោកគ្រូអញ្ចឹងវានឹងផ្ដល់ជាអត្ថប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដើម្បីត្រៀមខ្លួនក្លាយទៅជាវេជ្ជបណ្ឌិតកែសម្ផស្សមួយរូបនៅក្នុងប្រទេសកម្ពុជាយើងផងដែរ